មែនណាលោកនិយាយលេងទេអញ្ចឹងលោកមិនទិញឡានដោយខ្លួនឯងទេប៉ិនមែនហើយអញ្ចឹងលោកក៏អាចលួចវាចេញបានដែរតើលោកនិយាយថាវាបានលួចឬក៏ខុសច្បាប់យ៉ាងម៉េចទេអ្នកនាងមិនយល់នោះទេវាពឹងទៅលើវិធីដែលយើងធ្វើបើខ្ញុំលោកប្រពន្ធខ្ញុំនោះគឺវាខុសច្បាប់មែនទេអរគុណណាស់ដែលបាននិយាយត្រង់ជាមួយខ្ញុំបានសន្យាថាជំនួសប្តីរបស់នាងនោះអញ្ចឹងហេតុអីក៏លោកមិនប្រាប់ខ្ញុំតើលោកលួចឡានយ៉ាងម៉េចទេតើលោកលួចវានៅកន្លែងណាបន្ទាប់ពីប្រូរួចហើយនេះជាអ្វីដែលខ្ញុំខុសពីប្តីរបស់នាងហើយប្រហែលជាពេលដែលពួកយើងជួបគ្នាលើកទី2ហើយខ្ញុំនឹងប្រាប់អ្វីគ្រប់យ៉ាងពីចិត្តស្និទ្ធបែរខ្នងទៅខាងនោះទេអ្នកនាងចង់ធ្វើអីបែរសិនទៅហើយបែរមកវិញមកណែពួកយើងជួបគ្នាជាលើកទី2ហើយណាអញ្ចឹងក៏រាប់ដែរត្រូវហើយនេះជាការជួបគ្នាលើកទី2ហើយលើកទី3លោកនេះពិតជាអាក្រក់មែនតើខ្ញុំមានអារម្មណ៍ថាពួកយើងស្និទ្ធស្នាលនឹងគ្នាហើយលោកអាចប្រាប់ខ្ញុំគ្រប់យ៉ាងបានហើយនៅទីនេះខ្យល់អាកាសខ្លាំងណាស់និយាយពីបនអក្រិតចឹងដូចជាមិនសូវល្អទេយើងចូលទៅក្នុងឡាននិយាយគ្នាវិញទៅល្អណាស់ជើញមិនក៏គ្មានអ្នកណាប្រាប់ខ្ញុំធម្មតាស្រួលចាយចង់ចឹងនោះបើសិនជាអ្នកនាងចង់ដឹងពីខ្ញុំមែននោះអ្នកនាងទៅកន្លែងរបស់ខ្ញុំតែម្ដងណាកន្លែងរបស់លោកទេហើយចុះកន្លែងរបស់ខ្ញុំវិញហៅឡូនិយាយទៅតកាខ្ញុំកំពុងតែសាកឡាននឹងជាមួយនឹងភ្ញៀវរបស់ខ្ញុំផង6គ្រឿងទៀតត្រូវជូនចេញតែឥឡូវហ្នឹងបានកន្លែងរបស់ខ្ញុំអាចទទួលបានអត់អីទេខ្ញុំទៅផ្ទះវិញឥឡូវហើយបានយល់ហើយពិតជាសុំទោសមែននាងតកែរបស់ខ្ញុំហ្នឹងគាត់មកដល់ផ្ទះរបស់ខ្ញុំដើម្បីនិយាយរឿងការងារមួយពិសេសហើយខ្ញុំពិតជាចង់ទៅកន្លែងរបស់អ្នកនាងណាតែវាមិនអាចហ្នឹងឥឡូវចេញចាំខ្ញុំជួយនាងទៅផ្ទះសិនណាឥឡូវនេះពួកយើងជាមិត្តនឹងគ្នាហើយមិនអាចអញ្ជើញខ្ញុំទៅផ្ទះរបស់លោកទេអត់បញ្ហាទេ